មនុស្សមួយចំនួនហាក់ដូចជាមានសំណាងល្អគ្រប់ពេលវេលាមានរឿងល្អកើតឡើងចំពោះពួកគេខណៈដែលអ្នកខ្លះហាក់ដូចជាមានរឿងអាក្រក់ជានិច្ចថ្ងៃនេះយើងនឹងសិក្សាពីអាចកំបាំងនៃការបង្កើតរលកថាមពលវិជ្ជមានដែលនឹងជួយឲ្យជីវិតរបស់យើងផ្លាស់ប្ដូរឲ្យកាន់តែប្រសើរឡើងនិងទាក់ទាញអ្វីដែលល្អៗចូលមកក្នុងជីវិតរបស់យើងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Bun Mindset Channel ខ្ញុំជឿថាមនុស្សជាច្រើនធ្លាប់មានអារម្មណ៍ថាជីវិតរបស់ពួកគេពោរពេញទៅដោយរឿងអាក្រក់ឬមានអារម្មណ៍ថាជាប់គាំងនៅក្នុងវដ្តនៃគំនិតអវិជ្ជមាននិងអារម្មណ៍មិនល្អទាំងនេះគ្រាន់តែធ្វើឲ្យរឿងអាក្រក់កើតឡើងកាន់តែច្រើនប៉ុន្តែប្រសិនបើខ្ញុំនិយាយថាយើងអាចផ្លាស់ប្ដូរថាមពលក្នុងជីវិតរបស់យើងហើយផ្លាស់ប្ដូររលកថាមពលអវិជ្ជមានទៅជារលកថាមពលវិជ្ជមានដើម្បីទាក់ទាញអ្វីដែលល្អចូលមកក្នុងជីវិតរបស់យើងតើអ្នកជឿទេថ្ងៃនេះយើងនឹងរៀនពីរបៀបធ្វើវាតាមរយៈសៀវភៅដែលបានផ្លាស់ប្ដូរជីវិតរបស់មនុស្សរាប់លាននាក់សៀវភៅដែលយើងនឹងនិយាយអំពីវានៅថ្ងៃនេះនោះគឺការប្រើប្រាស់ថាមពលវិជ្ជមានដើម្បីទាក់ទាញថាមពលសុភមង្គលឬ Good Vibes Good Life ដោយលោក Vex King សៀវភៅនេះមានប្រជាប្រិយភាពខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាពិសេសនៅលើ Facebook និង Instagram ពីព្រោះគំនិតដែលបានបង្ហាញអាចត្រូវបានយកមកអនុវត្តនៅក្នុងការអនុវត្តជាក់ស្ដែងក្នុងជីវិតប្រចាំថ្ងៃហើយលទ្ធផលគឺច្បាស់លាស់តើ Vex King ជានរណាគាត់គឺជាអ្នកនិពន្ធនិងជាអ្នកសរសេរកូដផ្នត់គំនិតជនជាតិអង់គ្លេសដែលបានឆ្លងកាត់ពេលវេលាដ៏លំបាកមួយរហូតដល់គាត់រកឃើញពីរបៀបផ្លាស់ប្ដូរគំនិតនិងថាមពលរបស់គាត់ពីមនុស្សម្នាក់ដែលធ្លាប់មានបញ្ហាសុខភាពផ្លូវចិត្តមានទំនុកចិត្តលើខ្លួនឯងទៀតបានក្លាយជាមនុស្សជោគជ័យទាំងការងាររឿងស្នេហានិងមានសុភមង្គលក្នុងជីវិតគំនិតសំខាន់នៃសៀវភៅនេះគឺថាថាមពលដែលយើងបញ្ជូនទៅកាន់សកលលោកនឹងជាអ្វីដែលយើងទទួលបានមកវិញម្យ៉ាងទៀតការគិតល្អធ្វើល្អគឺពិតជាបានផលល្អគំនិតទី1ការផ្លាស់ប្ដូរចាប់ផ្ដើមជាមួយនឹងការផ្លាស់ប្ដូរប្រេកង់ផ្ទាល់ខ្លួនរបស់ជាមុនសិនហើយអ្វីៗគ្រប់យ៉ាងនៅក្នុងសកលលោកនេះមានការរំញ័ររួមទាំងគំនិតនិងអារម្មណ៍របស់យើងផងដែរគំនិតវិជ្ជមានមានប្រេកង់ខ្ពស់ចំណែកគំនិតអវិជ្ជមានមានប្រេកង់ទាប Vex ប្រាប់យើងថានៅពេលដែលគាត់នៅតែគិតអវិជ្ជមានគាត់នឹងតាក់ទាញពិតការអវិជ្ជមានចូលមកក្នុងជីវិតរបស់គាត់ដូចជាត្រូវបានគេជេរប្រមាថមានការមើលងាយមានការងារច្របូកច្របល់ចូលមកឬជួបជាមួយមនុស្សធ្វើអាក្រក់មកលើគាត់របៀបអនុវត្តក្នុងជីវិតពិតចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងគំនិតវិជ្ជមានភ្ញាក់ឡើងហើយប្រាប់ខ្លួនឯងថាថ្ងៃនេះជាថ្ងៃល្អជំនួសឲ្យការគិតថាវាជាថ្ងៃអាក្រក់ហើយគិតរឿងអាក្រក់ផ្សេងទៀតសង្កេតមើលគំនិតរបស់អ្នកប្រសិនបើអ្នកចាប់ផ្ដើមគិតអវិជ្ជមានចូលឈប់ហើយផ្លាស់ប្ដូរទៅជាការគិតវិជ្ជមានវិញជាឧទាហរណ៍ជំនួសឲ្យការគិតថាការងារនេះវាពិតជាពិបាកពេកចូលផ្លាស់ប្ដូរការគិតថាវាជាឱកាសសម្រាប់យើងរីកចម្រើនស្វែងរកអ្វីមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អដើម្បីធ្វើជារៀងរាល់ថ្ងៃដូចជាស្ដាប់តន្ត្រីដែលអ្នកចូលចិត្តមើលថ្ងៃរះឬហាត់ប្រាណជាដើមគំនិតទី2អំណាចនៃការដឹងគុណនិងការមើលឃើញភាពល្អនៅក្នុងជីវិតការដឹងគុណចំពោះអ្វីដែលយើងកំពុងតែមានគឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយក្នុងការផ្លាស់ប្ដូរថាមពលឧទាហរណ៍មួយនៅក្នុងសៀវភៅដែលគាត់ប្រាប់អំពីរឿងរបស់គាត់ដោយគ្រាមួយដែលគាត់ធ្លាក់ទឹកចិត្តខ្លាំងប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមសរសេរសៀវភៅអំពីការដឹងគុណជារៀងរាល់ថ្ងៃដោយការសរសេរនោះមានចំនួន3ចំណុចដែលគាត់ដឹងគុណមួយថ្ងៃជីវិតរបស់គាត់ចាប់ផ្ដើមផ្លាស់ប្ដូរកាន់តែប្រសើរឡើងជាងមុនរបៀបអនុវត្តក្នុងជីវិតពិតសរសេរការដឹងគុណរបស់អ្នកចំពោះរឿងក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកមុនពេលចូលគេងជារៀងរាល់យប់សូមសរសេរនៅអ្វីដែលអ្នកដឹងគុណសម្រាប់ថ្ងៃនោះចំនួន3មិនបាច់ចាំថាឲ្យវាល្អឥតខ្ចោះនោះទេទោះបីជាអ្វីដែលសាមញ្ញដូចជាការដឹងគុណចំពោះអាហារដែលអ្នកបានបរិភោគការដឹងគុណចំពោះការមានមិត្តដ៏គួរឲ្យស្រឡាញ់ការដឹងគុណចំពោះសុខភាពរបស់អ្នកជាដើមចូលស្វែងរកអ្វីដែលល្អក្នុងស្ថានភាពដែលអាក្រក់នៅពេលប្រឈមមុខនឹងបញ្ហាចូលសួរខ្លួនឯងថាតើវាបង្រៀនអ្នកពីអ្វីខ្លះឬរបៀបដែលអ្នកអាចរីកចម្រើនពីវាបានត្រូវដឹងគុណអ្នកដែលអ្នកស្រឡាញ់ឬអ្នកដែលស្រឡាញ់អ្នកប្រាប់គ្រួសារឬមិត្តភ័ក្តិរបស់អ្នកថាអ្នកដឹងគុណពួកគាត់យកអៀងហោចណាស់ម្ដងក្នុងមួយសប្តាហ៍គំនិតទី3ការបំបែកដែនកំណត់ឬជំនឿដែលកំណត់អ្នកមិនឲ្យអ្នករីកចម្រើនចូលពន្យល់ថាជាច្រើនដងដែលយើងមិនជោគជ័យមិនមែនដោយសារតែយើងមិនមានទេពកោសល្យនោះទេប៉ុន្តែដោយសារតែយើងមានជំនឿដែលកំណត់នៅក្នុងខ្លួនរបស់យើងចូលគិតក្រៅប្រអប់ think out of the box
ឧទាហរណ៍មួយពីសៀវភៅប្រាប់យើងថាគាត់ធ្លាប់ជឿថាគ្រួសាររបស់គាត់គ្មានលុយនោះមិនអាចឲ្យគាត់ជោគជ័យបានទេជំនឿនេះធ្វើឲ្យគាត់មិនហ៊ានសាកល្បងអ្វីដែលថ្មីឬរបស់ថ្មីរហូតដល់ពេលមួយដែលគាត់ប្តូរជំនឿមកថាយើងមានសក្តានុពលគ្រប់គ្រាន់ក្នុងការបង្កើតជីវិតដែលយើងចង់បានរបៀបអនុវត្តវានៅក្នុងជីវិតពិតចូលស្វែងរកជំនឿអវិជ្ជមានរបស់អ្នកដូចជាថាយើងមិនពូកែភាសាអង់គ្លេសយើងមិនមានទេពកោសល្យយើងជាមនុស្សដែលមិនអាចក្លាយជាអ្នកមានបានទេបន្ទាប់មកសូមប្រជែងនឹងជំនឿទាំងនោះហើយសួរខ្លួនឯងថាតើនរណាជាអ្នកនិយាយវាតើមានភស្តុតាងពិតប្រាកដដែរឬទេតើមានមនុស្សដូចយើងដែលអាចធ្វើបានទេហើយចុងក្រោយចូលអ្នកបង្កើតជំនឿថ្មីផ្លាស់ប្ដូរយើងពីការមិនពូកែភាសាអង់គ្លេសទៅជាយើងព្យាយាមអភិវឌ្ឍភាសាអង់គ្លេសជារៀងរាល់ថ្ងៃហើយកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃផ្លាស់ប្ដូរយើងពីការមិនមានទេពកោសល្យទៅជាយើងដែលមានសក្តានុពលដែលមិនទាន់ត្រូវបានអភិវឌ្ឍពេញលេញគំនិតទី4បង្កើតកោសិកាស្នេហាឬស្រឡាញ់ខ្លួនឯងមួយចំណុចសំខាន់យើងមិនអាចផ្ដល់ក្តីស្រឡាញ់ដល់អ្នកដទៃបានទេបើសិនជាយើងមិនស្រឡាញ់ខ្លួនយើងជាមុននោះហើយយើងមិនអាចទាក់ទាញអ្វីដែលល្អចូលមកក្នុងជីវិតរបស់យើងបានទេប្រសិនបើយើងនៅតែមើលខ្លួនឯងអវិជ្ជមានហើយប្រាប់ថាស្អប់ខ្លួនឯងមិនចូលចិត្តរូបរាងខ្លួនឯងនិងអសន្តិសុខអំពីសមត្ថភាពរបស់ខ្លួនឯងហើយនេះធ្វើឲ្យគាត់ទាក់ទាញមនុស្សដែលតែងតែធ្វើបាបគាត់ប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមស្រឡាញ់ខ្លួនឯងគាត់ក៏ចាប់ផ្ដើមជួបមនុស្សដែលស្រឡាញ់និងគោរពគាត់ផងដែររបៀបអនុវត្តវាក្នុងជីវិតពិតនិយាយជាមួយខ្លួនឯងក្នុងកញ្ចក់រៀងរាល់ព្រឹកហើយប្រាប់ខ្លួនឯងថាអ្នកស្រឡាញ់ខ្លួនឯងអ្នកសមនឹងទទួលបានរបស់ល្អឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃជាពិសេសនៅលើបណ្ដាញសង្គមសូមចងចាំថាមនុស្សគ្រប់រូបមានផ្លូវជីវិតខុសៗគ្នាថែរក្សាខ្លួនអ្នកឲ្យបានល្អបរិភោគអាហារដែលមានសុខភាពល្អធ្វើលំហាត់ប្រាណជាប្រចាំយ៉ាងហោចណាស់30នាទីក្នុងមួយថ្ងៃគេងឲ្យបានគ្រប់គ្រាន់ការថែរក្សារាងកាយរបស់អ្នកគឺបង្ហាញខ្លួនអ្នកនៅសេចក្តីស្រឡាញ់ចំពោះខ្លួនឯងអភ័យទោសឲ្យខ្លួនឯងនៅពេលដែលខ្លួនឯងបានធ្វើខុសកុំស្ដីបន្ទោសខ្លួនឯងតែត្រូវរៀននឹងកែលអាចជំនួសវិញគោលគំនិតទី5ការប្រើប្រាស់ការមើលឃើញឬបង្កើតរូបភាពក្នុងចិត្តរបស់អ្នកហើយជឿថាខួរក្បាលរបស់យើងមិនអាចបែងចែករវាងអ្វីដែលយើងស្រមៃនិងអ្វីដែលកើតឡើងពិតប្រាកដនោះទេដូច្នេះហើយការបង្កើតរូបភាពនៃភាពជោគជ័យនៅក្នុងគំនិតរបស់អ្នកនឹងជួយយើងឲ្យសម្រេចបាននូវគោលដៅរបស់យើងគាត់បានប្រាប់ខ្ញុំថាគាត់ធ្លាប់ស្រមៃថាខ្លួនឯងជាអ្នកនិពន្ធដ៏ជោគជ័យម្នាក់មនុស្សបានអានសៀវភៅរបស់គាត់ទូទាំងពិភពលោកហើយនៅទីបញ្ចប់អ្វីដែលគាត់ស្រមៃបានក្លាយជាការពិតប្រាកដមែនរបៀបអនុវត្តវាក្នុងជីវិតពិតធ្វើការស្រមៃមុនពេលចូលគេងនិងក្រោយពេលភ្ញាក់ពីគេងរមៃថាខ្លួនអ្នកសម្រេចបាននូវគោលដៅរបស់អ្នកហើយឃើញរូបភាពឬសម្លេងនិងមានអារម្មណ៍នៃភាពជោគជ័យនោះបង្កើត Vision Board កាត់រូបភាពឬសរសេរអ្វីដែលអ្នកចង់បានហើយបិទវានៅកន្លែងដែលអ្នកអាចមើលឃើញវាជារៀងរាល់ថ្ងៃសូមស្រមៃគិតឲ្យបានលម្អិតថាអ្នកគ្រាន់តែចង់គិតចង់ក្លាយជាអ្នកមានប៉ុន្តែស្រមៃថាយើងមានលុយ1 លានដុល្លារនៅក្នុងកន្លែងរបស់យើងតើយើងមានអារម្មណ៍យ៉ាងណាតើយើងនឹងធ្វើអ្វីតើយើងនឹងជួយអ្នកណារឿងមួយក្នុងសៀវភៅដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុតគឺរឿងរបស់គាត់នៅពេលដែលគាត់ឆ្លងកាត់ពេលវេលាដ៏អាក្រក់បំផុតក្នុងជីវិតរបស់គាត់ទើបតែបែកគ្នាជាមួយមិត្តស្រីរបស់គាត់គ្មានការងារធ្វើមានសុខភាពផ្លូវចិត្តមិនល្អហើយមានអារម្មណ៍ថាអ្វីទាំងអស់ក្នុងជីវិតរបស់គាត់ត្រូវបានបំផ្លាញថ្ងៃមួយគាត់បានអង្គុយនៅក្នុងបន្ទប់ងឹតមួយហើយសួរខ្លួនឯងថាហេតុអ្វីបានជាគាត់ជួបតែរឿងអាក្រក់គាត់បានដឹងថារាល់ពេលមានអ្វីកើតឡើងគាត់តែងតែគិតអវិជ្ជមានគាត់រំពឹងថានឹងមានអ្វីកើតឡើងហើយនៅពេលដែលមានរឿងអាក្រក់កើតឡើងគាត់នឹងប្រាប់ខ្លួនឯងថាគាត់ដឹងរួចហើយថាវានឹងកើតឡើងបែបនេះនៅពេលនោះគាត់បានសម្រេចចិត្តធ្វើពិសោធន៍មួយគាត់នឹងព្យាយាមគិតវិជ្ជមានរយៈពេល30ថ្ងៃប្រសិនបើវាមិនដំណើរការគាត់នឹងត្រឡប់ទៅគិតអវិជ្ជមានវិញរឿងដំបូងដែលគាត់បានធ្វើគឺគាត់ចាប់ផ្ដើមអរគុណរឿងតូចតាចក្នុងជីវិតរបស់គាត់អរគុណដែលមានដំបូលលើក្បាលអរគុណដែលមានអាហារញ៉ាំអរគុណដែលនៅតែអាចដកដង្ហើមបានបន្ទាប់មកគាត់ចាប់ផ្ដើមស្រមៃមើលអនាគតជីវិតដ៏ល្អអ្វីដែលអស្ចារ្យនោះគឺក្នុងរយៈពេល2សប្តាហ៍គាត់បានទទួលទូរស័ព្ទទៅសម្ភាសន៍ការងារនៅសប្តាហ៍ទី3គាត់ទទួលបានការងារថ្មីហើយនៅខែទី2គាត់បានជួបមនុស្សម្នាក់ដែលបានក្លាយជាមិត្តស្រីថ្មីរបស់គាត់រឿងនេះបង្ហាញថានៅពេលដែលយើងផ្លាស់ប្ដូរថាមពលខាងក្នុងរបស់យើងអ្វី
អ្វីនៅខាងក្រៅនឹងផ្លាស់ប្ដូរសម្រាប់យើងរឿងនេះអាចស្ដាប់ទៅដូចជារឿងកម្មផលឬពាក្យថាបើអ្នកធ្វើល្អអ្នកនឹងទទួលបានផលល្អតែបើអ្នកធ្វើអាក្រក់អ្នកនឹងទទួលបានផលអាក្រក់ប៉ុន្តែអ្វីដែល Vex កំពុងព្យាយាមប្រាប់យើងនោះគឺថាយើងអាចគ្រប់គ្រងកម្មផលរបស់យើងតាមរយៈគំនិតនិងសកម្មភាពរបស់យើងក្នុងពេលបច្ចុប្បន្ននេះបានគោលការណ៍សំខាន់នៃសៀវភៅការប្រើលោកវិជ្ជមានដើម្បីទាក់ទាញសុភមង្គលគឺថាអ្វីដែលយើងគិតមានអារម្មណ៍និងជឿវានឹងក្លាយទៅជាការពិតនៅក្នុងជីវិតរបស់យើងប្រសិនបើអ្នកចង់ចាប់ផ្ដើមផ្លាស់ប្ដូរជីវិតរបស់អ្នកថ្ងៃនេះខ្ញុំសូមណែនាំ3ជំហានងាយៗដែលអ្នកអាចធ្វើបានភ្លាមៗជំហានទី1ចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកដោយការដឹងគុណរាល់ព្រឹកពេលភ្ញាក់ពីគេងចូលគិតរឿង3យ៉ាងដែលអ្នកដឹងគុណវាអាចជារឿងសាមញ្ញដូចជាការដឹងគុណសម្រាប់ការគេងលក់ស្កប់ស្កល់ការដឹងគុណចំពោះពន្លឺព្រះអាទិត្យឬដឹងគុណចំពោះការទទួលទានកាហ្វេនៅពេលព្រឹកជំហានទី2សង្កេតនិងផ្លាស់ប្ដូរគំនិតអវិជ្ជមានពេញមួយថ្ងៃសង្កេតមើលគំនិតរបស់អ្នកបើអ្នកចាប់ផ្ដើមគិតអវិជ្ជមានឈប់សួរខ្លួនឯងថាតើអ្នកពិតជាមិនគួរគិតបែបនេះមែនឬអត់បន្ទាប់មកប្ដូរទៅជាគំនិតវិជ្ជមានជំនួសវិញជំហានទី3ធ្វើអ្វីមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អជារៀងរាល់ថ្ងៃស្វែងរករឿងតូចតាចដែលធ្វើឲ្យអ្នកសប្បាយចិត្តធ្វើរាល់ថ្ងៃវាអាចជាការស្ដាប់តន្ត្រីការធ្វើលំហាត់ប្រាណការអានសៀវភៅឬការខលទៅសួរសុខទុក្ខក្រុមគ្រួសារមនុស្សដែលអ្នកស្រឡាញ់ឬមិត្តភក្តិរបស់អ្នកឥឡូវនេះខ្ញុំចង់ឲ្យអ្នកសួរខ្លួនឯងថាតើជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរយ៉ាងដូចម្តេចប្រសិនបើអ្នកចាប់ផ្ដើមគិតវិជ្ជមាននិងបញ្ចេញថាមពលវិជ្ជមានជារៀងរាល់ថ្ងៃក្នុងរយៈពេលពេញមួយថ្ងៃសូមស្រមៃមើលថាឆ្នាំក្រោយអ្នកនឹងរីកចម្រើនប៉ុណ្ណាហើយព្យាយាមចាប់ផ្ដើមធ្វើវាចាប់ពីថ្ងៃនេះទៅខ្ញុំសង្ឃឹមថាគំនិតពីសៀវភៅការប្រើប្រាស់ថាមពលវិជ្ជមានដើម្បីទាក់ទាញសុភមង្គលនឹងមានប្រយោជន៍សម្រាប់អ្នកស្ដាប់ទាំងអស់គ្នាសំខាន់កុំគ្រាន់តែស្ដាប់តែសូមព្យាយាមអនុវត្តវាជាក់ស្ដែងផងខ្ញុំចង់ឲ្យអ្នកបញ្ចេញមិត្តនៅក្នុងមតិយោបល់ខាងក្រោមឬប្រាប់ខ្ញុំពីរបៀបដែលអ្នកបានសាកល្បងគំនិតវិជ្ជមានចាប់ពីថ្ងៃនេះនិងទទួលបានលទ្ធផលអ្វីខ្លះពីវាសូមចាំថាការផ្លាស់ប្ដូរចាប់ផ្ដើមដោយការខិតខំព្យាយាមហើយប្រសិនបើអ្នកចូលចិត្តខ្លឹមសារបែបនេះកុំភ្លេចចុច like តាមដានចែករំលែកបើអ្នកមិនទាន់បានចុច Subscribe សូមចុចឥឡូវនេះដើម្បីកុំឲ្យខកខាននៅវីដេអូថ្មីៗបន្តទៀតជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ